នៅរសៀលថ្ងៃទី4ខែមិថុនាឆ្នាំ2025លោកស្រីប៊ុនកំហុងអភិបាលរងសុកសំរោងនិងជាប្រធានអនុសាខាកាកបាទក្រហមស្រុកតំណាងឲ្យលោកកៅវ៉ាក់សែអភិបាលស្រុកសំរោងនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុករួមដំណើរដោយលោកទឹមសារ៉េតនិងកញ្ញាហេស៊ីតានាយករងរដ្ឋបាលស្រុកលោកស្រីហ៊ុនសុខុមតំណាងឲ្យលោកយុទ្ធស៊ីវមេឃុំជំរះពៀននិងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិប្រជាការពារបាននាំយកអំណោយកាកបាទក្រហមកម្ពុជាមកជូនដល់គ្រួសារនៃសពកុមារាមេតវណ្ណាដែលបានទទួលមរណភាពកាលពីថ្ងៃទី27ខែឧសភាឆ្នាំ2025ស្ថិតនៅក្នុងមូលដ្ឋានភូមិពន្លឺឃុំជំរះពៀនស្រុកសំរោងខេត្តតាកែវអំណោយដែលបានផ្ដល់ជូនរួមមានអង្ករ1បាវស្មើនឹង25គីឡូទឹកត្រី3ដបទឹកស៊ីអ៊ីវ3ដបប្រេងឆា1ដបត្រីខ2យួរនំធុង1ធុងទឹកសុទ្ធ2កេសមី1កេសនិងថវិកាចំនួន100000រៀលសូមអរគុណ